ព័ត៌មានរបស់ជប៉ុនមួយបានរាយការណ៍ពីការបរិច្ចាគដ៏មិនគួរឲ្យនឹកស្មានរបស់បុរសម្នាក់ដែលសុខចិត្តប្រគល់មាស20គីឡូខំសិនសម្រាប់ឆ្នាំតម្លៃប្រមាណ330លានយេនស្មើប្រមាណ2.28លានដុល្លារដើម្បីជួយសម្រួលដល់ជនរងគ្រោះដោយគ្រោះមហន្តរាយមនុស្សចាស់និងជនពិការលោក Matsui Masetaka អភិបាលក្រុង Sakire ខេត្ត Nara បានឲ្យដឹងថាមានបុរសវ័យ70ម្នាក់បានតាក់ទងផ្ញើមាសចំនួន20ដុំដែលមួយដុំមានទម្ងន់1គីឡូក្រាមមកឲ្យខាងសាលាក្រុងក្រោយពីឃើញថាមានមនុស្សជាច្រើនបានរងគ្រោះក្នុងគ្រោះមហន្តរាយនៅក្នុងទីក្រុងជាពិសេសគឺចង់ឲ្យមានជម្រកកាន់តែប្រសើរសម្រាប់ជនចាស់ជរានិងជនពិការនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងបន្ទាប់ពីទទួលដុំមាសពីបុរសខាងលើខាងសាលាក្រុងក៏បានចេញលិខិតអរគុណនិងសរសើរទៅកាន់ទឹកចិត្តរបស់បុរសចំណាស់រូបនេះខាងសាលាក្រុងក៏បានរៀបចំស្នើរឿងនេះទៅកាន់ក្រុមប្រឹក្សាទីក្រុងដើម្បីពិចារណាបើសិនជាទទួលបានការអនុម័តនោះមាសទាំងនេះនឹងត្រូវលក់យកជាសាច់ប្រាក់មកអភិវឌ្ឍវិធានការបង្ការគ្រោះមហន្តរាយទៅតាមគម្រោង